ប្រជុំរឿងព្រេងខ្មែររឿងដង្កូវនិងក្អែកមាននិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើររកចំណីទៅប្រទះនឹងដង្កូវនោះឯកថាពេលនេះមានលៀបបានដង្កូវស៊ីក៏ហើរទៅជិតដង្កូវក្រឡេកឃើញក្អែកក៏នឹកថាខ្លួនអាក្អែកនេះចិត្តខូខើនឹងចិត្តស៊ីអញឥឡូវហើយដង្កូវសួរក្អែកថាមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមកស៊ីដង្កូវឯងដង្កូវថាលុះតែក្អែកឯងរកប្រស្នាអញឃើញទើបស៊ីអញបានបើរកប្រស្នាអញមិនឃើញស៊ីអញមិនបានទេឯកសួរថាប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកចុះអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកដូចមានតទៅនេះ1ដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុត2ដូចម្ដេចដែលគេហៅថាជូរចត់ជាងគេបំផុត3ដូចម្ដេចដែលគេហៅថាស្អុយជាងគេបំផុត4ដូចម្ដេចដែលគេហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំង4បទនេះហើយមានសេចក្តីត្រេកអរជាទីបំផុតក៏ស្រែកហូរកញ្ជ្រឹវលេងដោយគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវនេះមិនខានទើបក្អែកឆ្លើយដោះស្រាយប្រស្នាដូចតទៅនេះ1ដែលគេហៅថាផ្អែមនោះគឺមានស្ករនិងឃ្មុំផ្អែមជាងអ្វីទាំងពួង2ដែលគេហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ម្ជូរក្រសាំងនិងទឹកខ្មេះ3ដែលគេហៅថាស្អុយជាងគេនោះគឺលាមកនិងគម្រោងខ្មោចសត្វទាំងពួង4ដែលគេហៅថាក្រអូបជាងគេបំផុតនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកហប់ឯកបានដោះស្រាយប្រស្នាទាំង4បទនេះប្រាប់ទៅដង្កូវថាឯកដោះប្រស្នានេះមិនត្រូវទេឯកក៏ដាក់មុខស្រងោតនិយាយទៅដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវឯងប្រាប់ប្រស្នានេះមកអញឲ្យបានដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាប្រាប់បានតែក្អែកឯងកុំស៊ីអញទើបអញប្រាប់ក្អែកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុះបានខសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះស្រាយប្រស្នាប្រាប់ទៅក្អែកមានដូចពាក្យតទៅនេះ1ដែលគេហៅថាផ្អែមនោះមិនមែនផ្អែមស្ករផ្អែមទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅមករកគ្នាដោយពាក្យពីរោះស្មោះត្រង់រកគ្នានេះហៅថាផ្អែមជាទីបំផុត2ដែលគេហៅថាជូរចត់នោះមិនមែនជូរចត់អំពិលសណ្ដាន់ក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យអសុរោះខូខើឥតគួរឥតសមដែលនិយាយទៅកាន់គ្នាទៅវិញទៅមកនេះហើយហៅថាជូរចត់លើសជូរចត់អ្វីទាំងពួង3ដែលគេហៅថាស្អុយនោះមិនមែនស្អុយលាមកឬស្អុយគម្រោងខ្មោចទេគឺស្អុយគេស្អុយឈ្មោះដែលប្រព្រឹត្តអាក្រក់ក្នុងលោកនេះហៅថាស្អុយច្រាស់ខ្យល់4ដែលហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលប្រតិបត្តិល្អនេះហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងពេលក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយឯកក៏មិនស៊ីដង្កូវហើយហើរចេញផុតទៅ